ជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់សេសានមេតិកាកសិកម្មវីដេអូមួយនេះគឺបង្ហាញអំពីការដំឡើងក្បាលឆាយទៅលើម៉ាស៊ីនកាត់ស្មៅណាបាទម៉ាស៊ីនកាត់ស្មៅស្ពាយជំហៀងក៏បានស្ពាយខ្នងក៏បានដែរបងប្អូនដូចគ្នាទេរបៀបភ្ជាប់ណាអញ្ចឹងទីជាដំបូងគឺយើងដោះកកវាចេញមិញហ្នឹងបងប្អូនឃើញយើងដកកកវាចេញណាហើយយើងចាប់ផ្ដើមបធូរខ្ចៅទៅលើក្បាលឆាយយើងនេះហើយអាខ្ចៅកដាលយើងដោះចេញឲ្យផុតណាខ្ចៅកដាលនៅលើក្បាលឆាយហ្នឹងណាបាទហើយយើងរត់ខ្ចៅជុំវិញទៅខ្ចៅ4គ្រាប់ហ្នឹងហើយខ្ចៅកដាលយើងរត់ដាក់ឲ្យចំប្រឡោះវាមានប្រហោងវាណាមានងាំមកវាបើមិនចំងាំទេយើងអាចស្វានរុនថ្មីក៏បាននៅកន្លែងហ្នឹងព្រោះវាប្រភេទម៉ាស៊ីនខ្លះគឺដាក់ទៅអត់ចំរុនហ្នឹងទេយើងអាចស្វានថ្មីឬចាប់ទាំងអញ្ចឹងក៏បានដែរបាទប្រើបណ្ដោះអាសន្នបានណាបើសិនជាយើងចង់ប្រើបានជាប់លប់យូរយើងចោះរុនវាទៅអញ្ចឹងនេះជាប្រភេទក្បាលឆាយស្មៅឆាយដីខែភ្លៀងហ្នឹងគឺមានការផ្ទុះមែនតើតម្រូវការច្រើនទៅលើប្រភេទនេះបាទដោយសារបងប្អូនយើងដល់រដូវដាំដុះថែទាំដំណាំសម្អាតស្មៅបាទព្រោះខែភ្លៀងជារដូវនៃការដាំដុះរដូវស្រែចម្ការហើយណាបងប្អូនបាទអញ្ចឹងអរគុណច្រើនបងប្អូនណាចង់បានតាក់ទងបានតម្លៃវាតែ$20ជាងទេណាបាទហើយសេវាតា6000នេះសេវាតាមខេត្តតាមទីរួមខេត្តបាទបើនៅភ្នំពេញវាតាមចិត្តឆ្ងាយនៅលើទីផ្សារមានបងប្អូនចង់ទិញពីខាងពេកខ្ញុំក៏បានទិញពីពេកណាក៏បានដែរអត់បញ្ហាទេឲ្យតែមានប្រើទៅបាទអរគុណបងប្អូន